អូខេស្រេចហើយបងប្អូនគ្រាន់ចុចចំហ្នឹងមកនៅពេលនោះបងប្អូននឹងទទួលបានក្បាលនេះគ្រប់ទំព័រទាំងអស់ឃើញទេពេលគឺយើងចុច print ទៅគឺយើងឃើញហើយនេះយើងចុច preview print វាមកណាជម្រាបសួរបងប្អូនអរគ្នាចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែកម្លែកបងប្អូនអរគ្នាទាក់ទងទៅនឹងការអឺ print យកក្បាលទៅគ្រប់กระดาษទាំងអស់អញ្ចឹងណាមិនថាយើងពេញមួយកระดาษមួយហើយយើងចូលទៅกระดาษមួយទៀតអញ្ចឹងយើងចង់ឲ្យ print គ្រប់អឺទំព័រទាំងអស់គឺឲ្យមានក្បាលទាំងអស់គឺយើងត្រូវធ្វើយ៉ាងម៉េចឥឡូវឧទាហរណ៍ថាខ្ញុំបន្ថែមតារាងឲ្យពេញกระดาษមួយសិនឲ្យច្បាស់ច្រើនกระดาษអញ្ចឹងណាហើយបន្ថែមចំនួន row វាអូខេអញ្ចឹងនេះបងប្អូនឃើញមានប្រមាណกระดาษនេះអូខេនេះនេះ1 2 3 4 5អញ្ចឹងមានន័យថាបើសិនយើងចង់ដាក់អានេះដូចអានេះដែរយើងត្រូវ copy អញ្ចឹងរហូតមែននេះយើងត្រូវ copy អញ្ចឹងមែនអញ្ចឹងមែនអូខេអានេះវិធីសាស្ត្រហ្នឹងគឺយើងធ្វើបានដូចគ្នាប៉ុន្តែខ្ញុំប្រាប់វិធីសាស្ត្រនេះបងប្អូនអាចយកទៅធ្វើការងារនៅក្នុងតារាងក្នុង Word បានអូខេអញ្ចឹងវិធីសាស្ត្រហ្នឹងគឺអឺវាមាននៅក្នុងកម្មវិធី Excel នឹងស្រាប់អូ sorry ក្នុងកម្មវិធី Word នឹងស្រាប់អូខេមានថាវាឲ្យទាំងម៉ៅទាំងពណ៌ទាំងអក្សរទាំងអីអញ្ចឹងណាហ្នឹងហើយអញ្ចឹងវិធីសាស្ត្រធ្វើបងប្អូនគ្រាន់តែឈរនៅក្នុងតារាងហើយយើង select ប៉ុណ្ណឹងមក select អ្វីដែលយើងចង់ឲ្យវាទៅហ្នឹងហើយបន្ទាប់មកទៀតបងប្អូនចូលមកកាន់កន្លែងtable layout អាហ្នឹងបានថានៅពេលដែលយើង insert តារាងទៅបានវាមានអាពីរហ្នឹងណាបើសិនយើងអត់ឈរនៅក្នុងតារាងទេអត់ឈរនៅក្នុង table ទេគឺវាអត់ចេញអាពាក្យពីរហ្នឹងទេអញ្ចឹងបងប្អូនមើលនេះ Microsoft 2021វាដាក់ table layout and table design អញ្ចឹងកុំព្យូទ័រខ្លះវាដាក់ design layout ទេប៉ុណ្ណឹងទេអញ្ចឹងបងប្អូនចុចយកកន្លែង layout ហើយបងប្អូនមើលមកខាងស្ដាំនេះវាដាក់ថា repeat header row នេះអូខេស្រេចហើយបងប្អូនគ្រាន់ចុចចំហ្នឹងមកនៅពេលនោះបងប្អូននឹងទទួលបានក្បាលនេះគ្រប់ទំព័រទាំងអស់ឃើញទេពេលគឺយើងចុច print ទៅគឺយើងឃើញហើយនេះយើងចុច preview print វាមកណាហ្នឹងយើងឃើញកន្លែងមានតារាងហ្នឹងគឺវាបំពេញពណ៌បំពេញអីដូចគ្នាទាំងអស់គ្រប់សន្លឹកទាំងអស់ឡើយខ្ញុំប្រួសមកនេះតូចវិញឲ្យមើលឃើញទេវាមកទាំងពណ៌ទាំងពាក្យទាំងអស់ហ្នឹងតែម្ដងអានេះគឺជា technique មួយដែលបងប្អូនអាចយកទៅប្រើប្រាស់នៅក្នុងតម្រូវការប្រចាំថ្ងៃជាក់ស្ដែងបានសូមអរគុណច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទសូមអរគុណ